នៅវិមានសាមគ្គីភាពនៃប្រសិទ្ធភាពនៃព្រឹកថ្ងៃច័ន្ទ8កើតខែមិញឆ្នាំអសាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី26ខែមករាឆ្នាំ2026នេះបន្ទាប់ពីបានជួបជាមួយនឹងឯកឧត្តមអគ្គរដ្ឋទូតឡាវប្រចាំនៅកម្ពុជារួចហើយនោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក៏បានបន្តអនុញ្ញាតឲ្យឯកឧត្តមសាន់តូដាម៉ូសម៉ាតូឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគូសំនិងជម្រាបលាបន្ទាប់ពីឯកឧត្តមបានចប់បេសកកម្មការទូតនៅកម្ពុជាយោងតាមឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថានៅក្នុងជំនួបនេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានសម្ដែងនឹងការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមនិងសហការីហើយក៏រីករាយដែលបានជួបឯកឧត្តមសាជាថ្មីសម្ដេចតេជោបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមក្នុងនាមជាឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាដែលឯកឧត្តមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពូនជ្រុំនៅទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌូនេស៊ីឲ្យមានការរីកចម្រើនជាពិសេសសម្ដេចតេជោក៏បានឆ្លៀតអរគុណជាពលិកចំពោះការរៀបចំនៅដំណើរទស្សនកិច្ចរបស់សម្ដេចកាលពីខែឧសភាកន្លងទៅប្រកបដោយភាពជោគជ័យហើយការស្វាគមន៍ចំពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីចំពោះសម្ដេចយ៉ាងកក់ក្ដៅដោយសម្ដេចសូមវាយតម្លៃខ្ពស់ចំពោះការរៀបចំនាពេលនោះในឱកាសនោះផងដែរឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានសម្ដែងនឹងការអរគុណចំពោះសម្ដេចតេជោដែលបានផ្ដល់ឱកាសដ៏មានតម្លៃអនុញ្ញាតឲ្យឯកឧត្តមនិងសហការីបានចូលជួបសម្ដែងការគូសំនិងជម្រាបលានៅពេលនេះឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺមានការរីកចម្រើនស្ទើរគ្រប់វិស័យហើយឯកឧត្តមក៏បានបញ្ជាក់ថាក្នុងពេលដែលឯកឧត្តមបំពេញបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជាឯកឧត្តមបានខិតខំប្រឹងប្រែងក្នុងការស្ដារនិងរៀបចំនៅទំនាក់ទំនងរវាងកម្ពុជានិងឥណ្ឌូនេស៊ីឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀតជាពិសេសឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទៅវិញទៅមកជាបន្តបន្ទាប់ឯកឧត្តមក៏បានបញ្ជាក់ថាឯកឧត្តមបានរៀបចំនៅដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីឯកឧត្តមប្រាបូវូអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាដែលជាផ្នែកមួយដ៏សំខាន់ក្នុងការញ៉ាំងឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនហើយឯកឧត្តមក៏បានរៀបចំនៅដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសឥណ្ឌូនេស៊ីដូចគ្នាដែលទាំងអស់នេះគឺឯកឧត្តមបានបញ្ជាក់ថាគឺជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងឥណ្ឌូនេស៊ីនៅក្នុងឱកាសនោះផងដែរសម្ដេចតេជោហ៊ុនសែនក៏បានបង្ហាញនូវការពេញចិត្តបន្ថែមទៀតចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌូនេស៊ីសម្ដេចតេជោក៏បានលើកឡើងអំពីតួនាទីរបស់ឥណ្ឌូនេស៊ីកន្លងមកក្នុងការចូលរួមចំណែកជាពិសេសតាំងពីសម័យព្រះបរមរតនកោដ្ឋក្នុងការចូលរួមស្វាស្វែងរកសន្តិភាពនៅកម្ពុជាដោយឥណ្ឌូនេស៊ីបានដើរតួនាទីដ៏សំខាន់ក្នុងការជំរុញឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស23តុលា1991ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានឲ្យកម្ពុជាឲ្យឈានទៅរកដំណើរការនៃសន្តិភាពដែលទាំងអស់នេះគឺជាផ្លែផ្កាដែលកើតចេញពីទំនាក់ទំនងរវាងប្រទេសទាំងពីរជាចុងក្រោយសម្ដេចតេជោហ៊ុនសែនបានជូនពរឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌូនេស៊ីឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀតហើយសង្ឃឹមថាឯកឧត្តមនឹងត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលវេលាណាមួយនាពេលខាងមុខ